អារម្មណ៍មិនដែរចិត្តចប់ទី12ហើយមានអារម្មណ៍ថាPOវិញចំណងឯងប្រឡងបើថាបើចិត្តហើយលឹកអ្នកដល់គ្នាហើយចូលភ័យទីដែរទៅដល់ប្រឡងមានអារម្មណ៍ថាចិត្តភ័យដែលថាវាគៀកប្រឡងបាក់ដុកមែនទេហើយមានអារម្មណ៍ថាថយតិចសบายចិត្តតិចដោយសារចិត្តចប់ទី12តែចង់រាប់ថាអត់ត្រៀមចិត្តបានទេហើយអត់ត្រៀមចិត្តនឹងតាំងដើមឆ្នាំដល់ឥឡូវអត់ត្រៀមចិត្តបានទេតែអើយឯងនឹងធ្វើឲ្យបានល្អមានអារម្មណ៍ថាសប្បាយចិត្តតែយើងlike up level ទៅមួយទៀតទៅ universe អីចឹងប៉ុន្តែក៏វាសែនដល់ដោយសារតែយើងអត់មានពេលនៅមួយគ្នាដូចរងឯងចឹងមានអារម្មណ៍ថាអ្នកអស់គ្នាមានពេលវេលាយ៉ាងនេះបាទអត់ច្រើនសบายអត់សบายផងអត់ផងភ័យផងភ័យដោយសារចិត្តប្រឡងខ្ញុំមានអារម្មណ៍ថាភ័យគប់វាចិត្តដល់ពេលបាក់ដុំហើយកងមានអារម្មណ៍ថាសេតបន្តិចដែរព្រោះពួកយើងចិត្តបែកគ្នាអារម្មណ៍ថាពេលវិនិច្ឆ័យដើមខ្លាំងចាប់ទី12ហ្នឹងមានអារម្មណ៍ថាបាញ់ចិត្តហើយភ័យមានអារម្មណ៍ថាសบายហើយភ័យមានអារម្មណ៍ថាសบายចិត្តតិចភ័យតិចមានអារម្មណ៍ថាភ័យរៀបរយចិត្តដល់ថ្ងៃប្រឡងហើយប៉ុន្តែដូចមិនចេះអីទេចាប់ពី12មានអារម្មណ៍សប្បាយហើយក៏សោកស្ដាយតែពេលនេះមានអារម្មណ៍ថាវាបានលឿនហើយរឿងល្អនោះមានការឡើងបានតែម្ដងក្នុងមួយឆ្នាំសិក្សាទី12ហ្នឹងថាសบายចិត្តតិចភ័យតិចសម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយតិចតែភ័យខ្លាំងដែរនិយាយទៅអញ្ចឹងហ្នឹងយើងអានថាយើងចិត្តដល់បាក់ពេលយើងប្រឡងយើងវាភ័យខ្លាំងណាស់យកទៅធ្វើអីមិនទេយល់អត់ចង់ពេលនេះហើយចិត្តដល់ថ្ងៃប្រឡងអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជានឹកពេលវេលាដែលយើងនៅជាមួយគ្នាក្នុងថ្នាក់រៀនជាមួយគ្នាសប្បាយជាមួយគ្នាអីអញ្ចឹងទៅហើយមានអារម្មណ៍ថាភ័យព្រោះចិត្តដល់ថ្ងៃប្រឡងហើយអត់ចេះអីហើយអនុស្សាវរីយ៍គេដែលអាចបំភ្លេចបានអនុស្សាវរីយ៍ដែលអាចមានបានមានច្រើនណាស់យើងទៅដល់លេងជាមួយគ្នាទៅវត្តទៅជុំលេងអីចឹងណាមនុស្សសប្រីដែលអាចបំភ្លេចបានចាំថាអាពេលហ្នឹងគ្រូអត់មកបរៀនទេនាំគ្នាចុះទៅលេងកស៊ូនៅក្រោមដល់ពេលហើយបងលោតទៅលហែកខោធំហ្មងអនុស្សាវរីយ៍ដែលអាចបានពេលដែលយើងវាសាមគ្គីគ្នាដើម្បីតែងថ្នាក់ហើយពេលដែលយើងដើរលេងជាមួយគ្រូជាមួយគ្នានិងមានអនុស្សាវរីយ៍ច្រើនទៀតរៀបរាប់អត់អស់ទេអនុស្សាវរីយ៍មានច្រើនមកនៅក្នុងសាលាដូចពេលញ៉ាំអីជាមួយគ្នាសាភិសាខ្ញុំអត់សូវចេញទៅញ៉ាំអីនៅក្រៅមួយគ្នានៅតែក្នុងថ្នាក់តែដល់ពេលចេញទៅញ៉ាំអីមួយគ្នាចឹងតែអត្តភាពនោះវានៅតែដកជាប់នៅក្នុងចិត្តយើងរហូតពេលនឹកឃើញចឹងទៅធ្វើឲ្យមានអារម្មណ៍ថាយើងស្ម័គ្រចិត្តព្រោះនៅសាលារបៀបក៏យើងមានអាសកម្មភាពសប្បាយៗចឹងដែរបានគ្រប់យ៉ាងគ្រប់ទាំងអស់តាំងពីការញ៉ាំអាហារជុំគ្នាចែកកាដូការសិក្សាហើយនិងការជួបគ្នាឬក៏យើងលេងសើចជុំគ្នានៅក្នុងថ្នាក់អនុស្សាវរីយ៍ច្រើនព្រោះអីយើងថឹកអីជុំគ្នាច្រើនដូចកិច្ចការតុបតែងថ្នាក់ទៅញ៉ាំអីជាមួយអ្នកគ្រូយើងទៅជុំលៀងអីហ្នឹងហើយយើងមានលេងអីមួយគ្នាដូចការយើងលេងទៅកស៊ូចឹងទៅតោះខ្ញុំបាក់ដៃហើយខ្ញុំក៏ជើងខ្ញុំនឹងទៅដាក់ចំមាត់ឧដោមអីចឹងណាអាពេលនេះជាmemory មួយដែលយើងចង់ចោលផ្លិចវាជាអនុស្សាវរីយ៍ដែលមានន័យសម្រាប់ថ្នាក់ទី12B មែនទេអនុស្សាវរីយ៍បាននិយាយទៅវាច្រើនដោយសារយើងរៀនជាមួយគ្នាតាំងពីយូរហើយមានអ្នកខ្លះចូលរៀនតាំងពីទី8មកមានអ្នកខ្លះចូលរៀនទៅទី12ប៉ុន្តែអនុស្សាវរីយ៍យើងច្រើនហើយអនុស្សាវរីយ៍ដែលចាំជាងគេនោះពេលទៅចូលរៀនហើយយើងស្និទ្ធស្នាលមួយគ្នាយើងចែករំលែកថ្ងៃគ្រីស្មាស់អនុស្សាវរីយ៍ច្រើនមានតាំងពីដើមឆ្នាំទៅចុងឆ្នាំពីការតែងណាការជុំគ្នាជុំពីច្រើនដងអនុស្សាវរីយ៍មានច្រើននៅពេលឌីធ្វើខុំកណាត់ឲ្យហើយពេលឆ្លុះគ្នាមួយអាមីខំគ្នាហើយពេលញ៉ាំបាយជាមួយមិត្តភក្តិគឺពេលទៅធ្វើឲ្យខ្ញុំរកគ្រប់គេប្រើលិចានរហូតបងអនុស្សាវរីយ៍ដែលមិនអាចភ្លេចបានមានច្រើនតែបងសំខាន់បំផុតហ្នឹងមានពេលតុបតែងថ្នាក់ពេលយើងទៅទស្សនាមួយគ្នាហើយនឹងពេលទៅញ៉ាំអីជួបគ្នាមួយអ្នកគ្រូអនុស្សាវរីយ៍មានច្រើនណាស់ដែលត្រូវចងចាំមកព្រោះអីមានអារម្មណ៍ថាតាំងពីថ្នាក់ទី7មកមានតែទី12នេះដែលសប្បាយជាងគេអនុស្សាវរីយ៍វាមានច្រើនសម្រាប់ខ្ញុំដែលមិនអាចបំភ្លេចបានព្រោះអនុស្សាវរីយ៍ពេលតុបតែងថ្នាក់យើងនៅជុំគ្នា
ហើយពេលខ្ញុំនិយាយទៅគេអាចថាគេសើចសប្បាយ funny អនុស្សាវរីយ៍ដ៏ផ្លេចបានហ្នឹងគឺគ្រប់ពេលដែលយើងនៅជាមួយគ្នាហើយអនុស្សាវរីយ៍ដែលខ្ញុំអត់អាចភ្លេចបានហ្នឹងគឺខ្ញុំជាមនុស្សដែលចូលចិត្តច្រៀងអញ្ចឹងទៅខ្ញុំមួយ teammate ខ្ញុំហ្នឹងដឹងតែច្រៀងខ្ញុំខ្លួនខ្លះមិនក៏ច្រៀងដែរអញ្ចឹងអនុស្សាវរីយ៍ដែលខ្ញុំចាំអត់អាចបំភ្លេចបានគឺវាច្រើនតែបើអីដែលខ្ញុំចង់ចាំគឺច្រៀងជាមួយគ្នាសប្បាយជាមួយគ្នាចង់ចាំពេលវេលាល្អៗជាមួយគ្នាអនុស្សាវរីយ៍ដែលខ្ញុំអត់អាចបំភ្លេចបាននិយាយទៅច្រើនណាស់ពីដើមឆ្នាំមកដល់ចុងឆ្នាំនេះគឺច្រើនខ្លាំងហ្មងមានអារម្មណ៍ថារយៈពេលខ្លីប៉ុន្តែពួកយើងគឺព្យាយាមបង្កើតអនុស្សាវរីយ៍មួយគ្នាច្រើនហើយជាពិសេសទាំងនៅក្នុងថ្នាក់ទាំងការងារសង្គមទាំងនិយាយទៅការងារក្រៅដូចយើងមានលក់អីចឹងណាកាលនោះអត់ expect ថានឹងលក់ចំណេញទេតែដល់ពេលរកលុយហើយយីវែងខ្ញុំនឹងលោតហ្មងចង់លោតចេញពីស្តង់ហ្មងដោយសារលក់ចំណេញច្រើនហើយទៅអត់ expect ថាខ្លួនឯងនឹងធ្វើបានល្អចឹងណាហើយអនុស្សាវរីយ៍ដែលកាន់តែអាចបំភ្លេចបាននោះគឺស្ដីឲ្យអ្នកនរគ្នាខ្ញុំមានអារម្មណ៍ថាខ្ញុំដល់ពេលដែលខ្ញុំថាឲ្យអ្នកនរគ្នាប៉ុន្តែមានអារម្មណ៍ថាវាខ្ញុំថាឲ្យអ្នកនរគ្នារហូតlike if you more been only have really sorry guy I always ថាឲ្យអ្នកនរគ្នា like មានរឿងអីតិចតិចក៏ខ្ញុំថាឲ្យអ្នកនរគ្នាដែលដូចសន្លត់ខ្លាំងអីចឹងណាប៉ុន្តែសង្ឃឹមថាអ្នកនរគ្នាអត់ប្រកាន់ចឹងណាដោយសារអីដែលខ្ញុំថាហ្នឹងខ្ញុំថាចោលទៅអ្នកនរគ្នាកុំយកដាក់ក្នុងចិត្តអី believe me កុំយកដាក់ក្នុងចិត្តបានរៀនជុំអ្នកទាំងអស់គ្នាហើយមានប្រធានល្អជាច្រើនដែលថាធ្វើឲ្យយើងមានអារម្មណ៍ល្អក្នុងថ្នាក់រៀននេះចឹងទៅក៏ជួយបង្កើនការរៀនសូត្ររបស់យើងឲ្យកាន់តែល្អចឹងហើយមានពាក្យអីចង់និយាយទៅ 12B អត់ចង់ដាក់ទៅ 12B ថាឲ្យប្រឡងឲ្យបានចប់ទាំងអស់គ្នាហើយទៅរៀននៅសាកលវិទ្យាល័យទាំងអស់គ្នាពាក្យចុងក្រោយទៅអរគុណសម្រាប់ពេលវេលាដ៏មានន័យហើយសូមឲ្យអ្នកទាំងអស់គ្នាប្រឡងចប់ឲ្យបានតែល្អទាំងអស់គ្នាតែ 12B ថាខ្ញុំឆ្លៃអ្នកទាំងអស់គ្នាខ្លាំងហើយជូនពរអ្នកទាំងអស់គ្នាទទួលបានតែខ្លួនឯងចង់បានមកអ្នកទាំងអស់គ្នាប្រឡងចប់ទាំងអស់គ្នាហើយពេលឲ្យជោគជ័យដល់គ្នានឹងមានអនាគតល្អខ្ញុំជូនពរដល់គ្នាយើងថាខំទាំងអស់គ្នាប្រឡងជាប់ដើម្បីអនាគតយើងខែខាងមុខខ្ញុំសូមជូនពរឲ្យមិត្តនៅទី12ទាំងអស់គ្នាប្រឡងជាប់បានតែល្អកុំឲ្យប្រឡងបានតែដែលយើងមិនពេញចិត្តឲ្យបានតែដែលយើងបានតែមួយដែលយើងពេញចិត្តទាំងអស់គ្នាហ្មងស៊ូទាំងអស់គ្នាដើម្បីយើងឡើយរបៀបថាឆ្លងឲ្យនឹងផុតទាំងអស់គ្នាសប្បាយទាំងអស់គ្នាហ្នឹងហើយស៊ូដល់ពាក្យចុងក្រោយដែលចង់និយាយសូមឲ្យមិត្តភ័ក្តិនៅក្នុងថ្នាក់ទី12 3ទាំងអស់គ្នាថែរក្សាសុខភាពថានៅសល់មួយថ្ងៃក៏ដោយកុំញ៉ាំរបស់ផ្ដេសផ្ដាស់នាំមកឈឺព្រោះយើងមើលអត់ឃើញទេឈឺហ្នឹងវាមិនមែនឈឺតែមួយថ្ងៃទេអញ្ចឹងវាខាតពេលវេលាយើងសិក្សាអញ្ចឹងយើងត្រូវញ៉ាំរបស់ដែលថែរក្សាសុខភាពហើយត្រៀមខ្លួនឲ្យរួចស្រេចដើម្បីប្រឡងថ្ងៃខាងមុខនេះបងឲ្យមិត្តភ័ក្តិអស់គ្នាមានសំណាងល្អសុខភាពល្អហើយជោគជ័យនៅក្នុងជីវិតធ្វើរឿងអីមួយគឺត្រូវតែឲ្យបានជោគជ័យក្នុងជីវិតចា៎ពាក្យដែលចង់និយាយមានតែជូនពរឲ្យខ្លួនឯងហើយនឹងមិត្តរួមថ្នាក់មិត្តរួមសាលាទាំងអស់គ្នាមិត្តរួមចំនួនទាំងអស់គ្នាឲ្យប្រឡងជាប់ទាំងអស់គ្នាហើយទទួលបាននិទេសទៅតាមចិត្តដែលបងប្រាថ្នាហើយមួយទៀតពេលចិត្តគៀកប្រឡងអញ្ចឹងសំណូមពរឲ្យអ្នកទាំងអស់គ្នាខិតខំរៀនទៅកុំប្រឡែងដៃអីទោះបីនៅសល់តែមួយអាទិត្យក៏ដោយអ្នកខ្លះគេថាមួយអាទិត្យហ្នឹងយើងមិនចង់ធ្វើអីយើងរីឡែកប៉ុន្តែយើងកុំគិតអញ្ចឹងបើយើងមានពេលយើងមើលមេរៀនយើងរំលឹកមេរៀនខ្លួនឯងទៅព្រោះអីបើវាបានល្អវាល្អយើងមិនមានល្អទេតែនិយាយទៅកាន់ទី12ពេលចុងក្រោយគឺស៊ូទាំងអស់គ្នាសំខាន់អ្នកដែលជាប់ឈ្មោះទាំង7ហ្នឹងត្រូវប្រឹងឲ្យមែនទេដើម្បីបានដើរលេងជុំគ្នាអរហើយបាយបាយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាខិតខំក្នុងរយៈពេល2អាទិត្យនេះឲ្យសម្រាប់ខ្លួនឯងឲ្យល្អបំផុតធ្វើឲ្យតាមអីដែលយើងធ្វើបានហើយជូនពរឲ្យអ្នកទាំងអស់គ្នាទូឲ្យទៅសិតតាមព្រៃកំណងសិតតាមសេចក្តីប្រាថ្នាអ្នកទាំងអស់គ្នាចង់បានthôiគ្នាប្រឡងចប់ទាំងអស់គ្នាបាយបាយពាក្យចុងក្រោយទៅ 12B ជូនពរឲ្យមិត្តទាំងអស់គ្នាប្រឡងជាប់បានតែល្អហើយថ្ងៃអនាគតហ្នឹងជូនពរជោគជ័យក្នុងជីវិត
ជួនពរឲ្យមិត្តភក្តិទាំងអស់ប្រឡងបាននិយាយល្អហើយថែសុខភាពទាំងអស់គ្នាបាយបាយហើយពាក្យជូនពរដែលខ្ញុំចង់ជូនពរទៅទាំងអស់គ្នាចុងក្រោយហ្នឹងគឺសូមជូនពរឲ្យទាំងអស់គ្នាមានសុខភាពល្អជាពិសេសហ្នឹងគឺថែរក្សាសុខភាពរបស់យើងហ្មងក្នុងកំឡុងពេលមួយថ្ងៃនេះដោយសារតែទៀតហ្នឹងយើងចិត្តចូលទៅធ្វើសង្គ្រាមឯណាសង្គ្រាមទឹកវិចចុះអញ្ចឹងទៅចង់ឲ្យទាំងអស់គ្នាហ្នឹងថែរក្សាសុខភាពឲ្យបានល្អហ្មងដោយសារតែកាលណាយើងឈឺយើងធ្វើអត់បានល្អទេចឹងយើងត្រូវតែថែរក្សាសុខភាពឲ្យបានល្អដើម្បីការប្រឡងរបស់យើងខាងមុខហ្នឹងក៏វាល្អតាមនឹងដែរហើយជូនពរឲ្យទាំងអស់គ្នាក៏ដូចជាអ្នកដែលមាន list ឈ្មោះនៅក្នុងប័ណ្ណគ្រូប្រវត្តិហ្នឹងចុះនិទេស A ទាំងអស់គ្នាហើយអ្នកដែលផ្សេងទៀតគឺបានទទួលបាននិទេសល្អតាមអីដែលខ្លួនឯងចង់បានឲ្យគ្នាយើងបាននិទេស A ទាំងអស់គ្នាជូនពរឲ្យអ្នកកាន់កាមេរ៉ាបញ្ញាទទួលបាននិទេស A ហើយក៏អ្នកផ្សេងទទួលបាននិទេសល្អដូចដែលពួកគាត់ចង់បានហើយខំដែលគាត់ខំពីដើមឆ្នាំរហូតដល់ឥឡូវឆោពេលចិត្តបីពីពួកខ្ញុំទៅមានអារម្មណ៍មិនដែរឆោនឹកខ្លាំងហើយដល់ពេលសិស្សវិញមានអារម្មណ៍មិនដែរចាប់ពីថ្ងៃនេះទៅលែងត្រូវបានឈើថាឲ្យរឿងហោខុសស្បែកជើងហើយអត់ស្លោះទេអត់ចង់សក់ទេពេលអាចខំហើយមកយឺតហើយលែងបានលើពាក្យហ្នឹងហើយអត់ទេឆោបើអាចបងវាយពេលវេលាបានសុំមានអាពេលនឹងវិញហ៎ឆោចាអត់ទេឆោអត់ទេបាទអញ្ចឹងសម្រាប់អារម្មណ៍អនុគមតអញ្ចឹងសម្រាប់សិស្សថ្នាក់ទី 12B គឺជាសិស្សដែលពួកគាត់យកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រហើយទាក់ទងទៅនឹងនៅពេលដែលសាលាមានកម្មវិធីអីចង់ឲ្យពួកគាត់ចូលរួមគាត់តែងតែសហការគ្នាបានល្អបាទហើយពួកគាត់តែងតែសហការគ្នាក្នុងការធ្វើការងារមិនថានៅក្នុងថ្នាក់និងក្រៅថ្នាក់អញ្ចឹងលោកគ្រូមានការរីករាយសប្បាយចិត្តនៅពេលដែលឃើញពួកគាត់ចេះសហការគ្នាធ្វើការងារជាក្រុមហើយសង្ឃឹមថានៅថ្ងៃអនាគតពួកគាត់ចេះសហការគ្នាដោយការគាត់នៅរៀននៅក្នុងថ្នាក់អញ្ចឹងផងដែរលោកគ្រូចូលលោកគ្រូមានអនុស្សាវរីយ៍អីដែលលោកគ្រូអាចបំភ្លេចបានពីថ្នាក់ 12B ដែរលោកគ្រូសម្រាប់ថ្នាក់ទី 12B បាទជួបមួយពួកគាត់តែងតែបង្កើតបរិយាកាសឲ្យសប្បាយបាទហើយអនុស្សាវរីយ៍ដែលភ្លេចអត់បានគឺពួកគាត់នៅក្នុងឆ្នាំនេះពួកគាត់បានទទួលបានជ័យលាភីថ្នាក់រៀនស្អាតបាទថ្នាក់រៀនស្អាតដែលគាត់ប្រកួតនៅក្នុង19ថ្នាក់គាត់ទទួលបានចំណាត់ថ្នាក់លេខ1ចាលោកគ្រូហើយជាចុងក្រោយលោកគ្រូមានជាការផ្ដាំផ្ញើគេដល់ទី 12B ដែរលោកគ្រូដូចជាសារផ្ដាំផ្ញើអញ្ចឹងណាលោកគ្រូបាទជាចុងក្រោយលោកគ្រូសូមផ្ដាំផ្ញើថាដោយសារវាចិត្តនឹងគៀននៅថ្ងៃប្រឡងហើយនៅថ្ងៃទី 8 ខែ 10ពួកគាត់ទៅធ្វើការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទូទៅភូមិអញ្ចឹងសម្រាប់ផ្អែកទៅលើលទ្ធផលដែលគាត់ប្រឡងសាកបងពួកគាត់ទទួលបានលទ្ធផលល្អប៉ុន្តែទោះជាយ៉ាងណាទៅតែខិតខំព្យាយាមតស៊ូមិនលះបង់មិនរួញរេសម្រាប់គោលដៅដែលគ្រូបងប្រាថ្នាជាពិសេសទទួលបាននិទេស A និងទទួលបានលទ្ធផលល្អជាទីកប់ចិត្តដែលខ្លួនឯងប្រាថ្នាជូនពរអ្នកនរគ្នាជោគជ័យនៅក្នុងការសិក្សាសម្រាប់ថ្នាក់វិទ្យាល័យនៅថ្នាក់ទី 12 នេះបាទអរគុណច្រើនណាស់ចំពោះបងប្អូនការចាប់អារម្មណ៍របស់គ្រូចំពោះបងប្អូនគឺចាប់អារម្មណ៍តាំងពីជួបគ្នាដំបូងម្ល៉េះទី1បងប្អូនមានសុជីវធម៌សុភាវធម៌សិលធម៌ល្អប្រសើរទី2ពេលដែលគ្រូបង្រៀនបងប្អូនគ្រូមានអារម្មណ៍ថាមានទទួលបានភាពកក់ក្ដៅយ៉ាងក្រៃលែងបងប្អូនអត់ដែលជជែកគ្នារឹងទទឹងឬក៏ធ្វើឲ្យសកម្មភាពដំណើរការនៃការរៀននិងបង្រៀនអសកម្មទេបងយកចិត្តទុកដាក់ល្អប្រសើរជាទីបំផុតសម្រាប់គ្រូបាទចំណាប់អារម្មណ៍ទៅលើបងប្អូនបាទកន្លងមករហូតមកដល់ចុងបញ្ចប់នៃបាទការបង្រៀនរបស់គ្រូបងប្អូននៅតែបាទយកចិត្តទុកដាក់ហើយបងប្អូនតែងតែធ្វើឲ្យគ្រូបាទសប្បាយចិត្តបាទលទ្ធផលការសិក្សារបស់បងប្អូនការប្រឡងបាទអូនអត់ដែលធ្វើឲ្យគ្រូខកបំណងទេអ្វីត្បិតតែបងអូនរអ៊ូរតំមួយចំនួនថាសំណួរច្រើនប៉ុន្តែបងអូនពុះវាច្រើននៅតែច្រើនតែធ្វើបានល្អប្រសើរទៀត
បាទនេះជាកម្លាំងចិត្តសម្រាប់គ្រូបន្តការបង្រៀននេះបាទដើម្បីអូនជានិច្ចជានិរន្តរ៍បន្តទៀតហើយបងអូនតែងតែបាទបញ្ជាក់ថាតែងតែសាមគ្គីភាពគ្នាក្នុងថ្នាក់ទោះបីលេងសើចលើសលួសបែបណាក៏ដោយបាទតែបងអូនអភ័យឲ្យគ្នាទៅវិញទៅមកបាទអញ្ចឹងគ្រូសូមជូនពរបងប្អូនណាបាទក្នុងឱកាសបុណ្យជំបិណ្ឌធំខាងមុខនេះសូមឲ្យបងអូនមានសុខភាពល្អសំណាងល្អដំណើរកំសាន្តទៅទីចិត្តទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពទាំងទៅទាំងមកព្រមទាំងក្រុមគ្រួសារសូមឲ្យបងអូនទទួលបានលទ្ធផលល្អប្រសើរនៃការប្រឡងលើសមរភូមិទឹកប៊ិចនាថ្ងៃទី8 តុលា2024នេះទទួលបានលទ្ធផលល្អប្រសើរគ្រប់គ្នាជាពិសេសបាទបងអូនដែលមានឈ្មោះទាំង7នាក់សូមឲ្យបាន A+ ទាំងអស់គ្នាហើយបងអូនដទៃទៀតបានលទ្ធផល A ដូចគ្នាដែរអរគុណច្រើនបាទហើយខ្ញុំឡងមកធ្វើអទៀតអត់និយាយទៅលើកតាមច្រើនតាមពីបុលាទេនិយាយអត់ទៅគ្នាទៅច្រើនហើយ